10របៀបដើម្បីមើលមនុស្ស 1. អ្នកដែលពូកែអាប់អបជាទូទៅល្បិចច្រើនស្មានមិនត្រូវទី 2. អ្នកដែលចង់ឲ្យគេសរសើរភាគច្រើនជាមនុស្សមានចិត្តទន់ខ្សោយទី 3. មនុស្សដែលមិនចូលចិត្តរំខានគេជាទូទៅក៏មិនចង់ឲ្យគេមករំខានដែរទី 4. មនុស្សដែលធ្លាប់ជួបគ្រោះធំក្នុងជីវិតជាមនុស្សមានផ្លូវចិត្តរឹងមាំមិនងាយជឿអ្នកណានោះទេទី 5. អ្នកដែលចូលចិត្តខ្សែលើគេរឿងតូចតាចនិងខាតលៀបធំទី 6. មនុស្សដែលមិនសូវនិយាយស្ដីជាមនុស្សដែលអ្នកគួរយកចិត្តទុកដាក់ជាងគេទី 7. មនុស្សដែលចូលចិត្តនិយាយដើមអ្នកដទៃគឺមិនសូវមានមិត្តពិតនោះទេ 9. មនុស្សដែលមិនសូវចូលចំណោមនឹងគេអ្នកគួរតែរាប់អានទី 10. មនុស្សដែលចូលចិត្តចេញលុយមិនមែនគេសម្បូរលុយនោះទេមកពីគេឲ្យតម្លៃអ្នក